តោះលោកគ្រូទាំងអស់នេះឥឡូវមកមើលសកម្មភាពលោកគ្រូទេសគាត់រៀបចំក្រុមសខាកម្មដើម្បីលេងល្បែងមួយឈ្មោះថាកំប្រុកចូលរុនបាទឥឡូវនេះគឺតាលោកគ្រូកំពុងតែរៀបចំខ្លួនបានឈរបើមានរបៀបរបបឈរជារង្វង់ហើយយើងបែងចែកបាទជាពីរក្រុមបាទទីទៀតលោកគ្រូទេសគាត់នឹងប្រាប់ថារបៀបលេងយ៉ាងម៉េចបាទសូមអរគុណហើយសូមទស្សនាការរាយរាប់របស់លោកគ្រូទេសពីរបៀបលេងកំប្រុកចូលរុនបាទសូមអរគុណហើយសូមមើលទាំងអស់គ្នាបាទហើយគេហៅខ្ញុំផ្សេងថាកំប្រុក3លោកគូចាប់ដៃគឺឲ្យបាន3ហើយរត់ចូលខាងលើចេះឲ្យគូប្រាប់ត្រង់3ត្រង់3ចឹងគូចាប់គេឲ្យបាន3ត្រង់3ហើយត្រង់3លើកឡើងលើ3យើងត្រង់4ចាប់ឲ្យបាន4លើនេះបាទហើយដល់ពេលខ្ញុំប្រាប់ថា4ដល់5អីមកនេះណាំរត់ចូលណាំយល់យ៉ាងត្រង់3បានលោកបានទេអត់ទេ3មកនេះជំហាទេដាក់ហើយដឹងទៅលើ4ទីហៅត្រង់អ្នកដែលចូលត្រង់បានមិនได้ចាក់ចូលអត់តគេចាច់ប្រកទីហើយបាទបងប្អូនឲ្យចូលពីចាប់បានស្រាប់ការនៅរបស់គ្រូទេសរួចឥឡូវគឺថាចាប់ដើមលេងលើកទី1បាទនេះគឺជាការសាកល្បងលេងលើកទី1ដើម្បីពិសោធន៍ថាល្បែងហ្នឹងគឺលេងមិនបាទឥឡូវនេះគឺលោកគ្រូកំពុងតែលេងហើយចាំមើលថាតើនឹងមានអ្នកឈ្នះមានអ្នកចាញ់ប្រហែលអ្នកបាទប៉ុន្តែនេះគ្រាន់តែជាការសាកល្បងហើយជាមួយពាក្យ2បានយើងពិតប្រាកដអញ្ចឹងសូមលោកគ្រូបន្តទៅទស្សនាសកម្មភាពទី2ក្នុងការលេងល្បែងបាទអរគុណយកខំប្រាំងគេមកព្រឹកតាបាទឥឡូវនេះគឺថាចាប់ដើមលេងទៀតហើយបាទអញ្ចឹងមិញលេងភាសាមិញគឺជាការសាក់លបងឥឡូវនេះគឺថាលេងយកមែនទែនបាទអ្នកណាចាញ់គឺត្រូវទៅឈរមកខាងហើយអ្នកឈ្នះត្រូវបន្តលេងទៀតបាទអរគុណគេមកត្រង់4ខំមួយឥឡូវចេះមកឥឡូវចាញ់ហើយនេះចាញ់ហើយនេះខ្ញុំឈ្នះមួយដល់កតាប់ទៅត្រឡប់មកវិញទៀត